ទីតាំងផលិតចែកចាយនិងផ្សាយផ្ទាល់តាម website នៅវីដេអូអាភិសមួយកន្លែងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបនិងឃាត់ខ្លួនបានមនុស្សចំនួន12នាក់នៅរសៀលថ្ងៃទី6ខែមិថុនាឆ្នាំ2025អាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យចំនួន12នាក់ទៅតុលាការពាក់ព័ន្ធនឹងករណីផលិតចែកចាយនិងផ្សាយផ្ទាល់តាម website នៅវីដេអូអាភិសប្រព្រឹត្តទៅនៅផ្ទះល្វែងមួយកន្លែងស្ថិតតាមបណ្ដោយផ្លូវលេខ242សង្កាត់បឹងប្រលិតខណ្ឌ7មករារាជធានីភ្នំពេញករណីនេះត្រូវបានអាវុធហត្ថរាជធានីភ្នំពេញធ្វើការឆ្មក់បង្ក្រាបកាលពីថ្ងៃទី4ខែមិថុនាឆ្នាំ2025ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯករតស្រៀងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញក្រោមការសម្របសម្រួលពីលោកសេងមេងស្រុនព្រះរាជអាជ្ញារងនៃអัยការអមសាលាដំបងរាជធានីភ្នំពេញដោយឃាត់ខ្លួនជាក់ស្ដែងបានជនសង្ស័យចំនួន12នាក់ក្នុងនោះរួមមានជនជាតិចិនចំនួន6នាក់ជនជាតិខ្មែរចំនួន5នាក់និងជនជាតិម៉ាឡេស៊ីចំនួន1នាក់ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនរួមមានកុំព្យូទ័រលឹងសម្បត្តិនិមិត្តនិងយូនីសម្បត្តិនិមិត្តស្រោមអនាម័យរបាំងមុខទុកថតវីដេអូអាភិសរួមនឹងសម្ភារៈជាច្រើនទៀតផងដែរ